បាទលោកស្រីនឹងញ៉ាទីមេត្រីបាទនេះជារូបភាព highlight នៃការប្រកួតកីឡាបាល់ទាត់លីកកំពូលកម្ពុជារវាងក្រុមបាល់ទាត់ភ្នំពេញក្រោនឯកសណ្ឋានកំពូលក្រហមជាមួយនឹងក្លឹបបាល់ទាត់ Naga World ឯកសណ្ឋានពណ៌ស្វាយបាទការប្រកួតនេះគឺធ្វើឡើងនៅទឹកដីកីឡាដ្ឋានភ្នំពេញក្រោនវេលាម៉ោង 6:00 នាទីយប់បាទក្រោមការដឹកនាំរបស់អាជ្ញាកណ្ដាលគឺជូវិសាលមុនការប្រកួតចាប់ផ្ដើមភ្លេងគ្រប់ទង់ជាតិក៏បានធ្វើឡើងបាទការប្រកួតចាប់ផ្ដើមនៅម៉ោង 6 គត់តែម្ដងយើងឃើញថាចាប់ផ្ដើមប្រកួតភ្លាមឱកាសរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនក៏កើតមានឡើងនៅនាទីទី 4 កន្លែងនេះទាត់តែមិនចំគោលដៅទេបាល់ក៏ចូលថ្នាក់ដៃអ្នកចាំទីទូចសរុតនៅមិនទាន់ផុតឱកាសរបស់កីឡាករពៅប៉ុនវិធីកាត់មកឲ្យក្រុមក៏ប៉ុន្តែខ្សែការពារវិស្នីក៏បិទជាប់មិនឲ្យបាទកីឡាករយ៉ែមដេវីតធ្វើបានសម្រេចផ្ទុយទៅវិញកន្លែងនេះបាទកីឡាករផាតសុខាព្យាយាមទាត់មួយជើងដែរហើយកីឡាករជឿនណាចាក៏លោតតែមិនដល់ទេបាទគ្រាប់បាល់នេះស្ដាយមែនទែនយ៉ាងណាក៏ដោយយើងឃើញឱកាសរបស់ភ្នំពេញក្រោនព្យាយាមម្ដងហើយម្ដងទៀតលើកបាល់ចេញពីអៀមរតនាកន្លែងនេះតែមិនចំគោលដៅបាទពីកីឡាករមីហៃហ្វេហឺឱកាសរបស់ពៅប៉ុនវិធីបាល់នេះផ្លាតមកវិញមិនទាន់ផុតលូកាសពៅប៉ុនវិធីក៏អូសចូលក្នុងប្រអប់ហើយផាតសុខាបាទទាញកីឡាករពៅប៉ុនវិធីអញ្ញាកណ្ដាលឲ្យបាល់ពីនៃ11ម៉ែត្រគ្រប់បាល់ពីនៃ11ម៉ែត្រក៏ធ្វើឡើងនៅទី35កីឡាករ Diamond Session ក៏ធ្វើបានសម្រេចឲ្យក្រុមនាំមុខបាទលូតត្រូវបាទសម្រាប់កីឡាករទូចសរុតក៏ប៉ុន្តែមិនអាចជួយសង្គ្រោះបាល់បាននោះទេបាទឆោតហើយក៏ដកឃ្លាទាត់បញ្ចូលទីបានសម្រេចតែម្ដងសម្រាប់កីឡាករ Diamond Session យ៉ាងណាក៏ដោយយើងឃើញហើយនៅចុងវគ្គទី1ក៏មានឱកាសទៅវិញដែរប៉ុន្តែធ្វើមិនបានសម្រេចនោះទេចូលដល់វគ្គទី2កាន់តែតានតឹងសម្រាប់ក្រុមទាំងពីរបាទឃើញថាទៀង Naga ទុកបីគូប្រកួតនាំមុខ 1-0 បាទខ្លួនក៏នៅតែព្យាយាមដាក់សម្ពាធវិញដែរយ៉ាងណាក៏ដោយក្រោនក៏មិនបោះបង់ការប្រយុទ្ធរបស់ខ្លួននោះទេទុកបីជានាំមុខ 1-0 យ៉ាងណាក៏ដោយបាទកន្លែងនេះឱកាសរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនអូសទៅបន្តបញ្ជូនមកទីបំផុតយ៉ែមដេវីតក៏ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី47បាទកន្លែងនេះបាទកីឡាករ Brydon បាទសំទោសបាទកីឡាករ Diamond Session អូសបាល់ហើយបាទបំណងបញ្ជូនមកឲ្យ Brydon ក៏ប៉ុន្តែយ៉ែមដេវីតនេះក៏ធ្វើបានល្អមែនទែនហើយក៏ទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេនាំមុខ 2-0 នៅនាទីទី47ឱកាសរបស់ Andre Neto កន្លែងនេះក៏ប៉ុន្តែអាញាកដាលអត់វិន័យហើយកីឡាករ Brydon ក៏អូសកិលទាត់បញ្ចូលទីបានសម្រេចផុតខ្សែការពារនេនសុធារតខ្សែការពារ Matthias Martin នៃរូបភាពបញ្ជាក់នៃការអូសបាល់ទាត់ដ៏អស្ចារ្យស្ទើរអស់មុំរបស់កីឡាករ Maxim Brydon ធ្វើឲ្យអ្នកគ្រប់គ្រងរីករាយមែនទែនឱកាសថ្មីបន្តទៀតរបស់ Neto លើកបាល់ចេញពី free kick ហើយតែបាល់នេះផ្ងើយឡើងលើបាទរំលងរបស់សំណាញ់ទីតែម្ដងពីកីឡាករបាទ Raul Mihai Feher យ៉ាងណាក៏ដោយនៅទីទី80ក៏ព្យាយាមដាក់សម្ពាធម្ដងទៀតដែរពីកីឡាករបាទ Moses Dyer ក៏ប៉ុន្តែធ្វើមិនបានសម្រេចផ្ទុយទៅវិញ Naga ក៏ព្យាយាមទាត់ពិសេសពីការទាត់របស់កីឡាករ Wederson ក៏ប៉ុន្តែមិនចំគោលដៅចំអ្នកចាំទីឱកាសចុងក្រោយ 95/5 ប៊ីតែមានទៅហើយប៉ុន្តែយ៉ាងណាក៏ដោយក៏មិនមានគ្រាប់បាល់បន្ថែមដែរចប់ការប្រកួតភ្នំពេញក្រោនឈ្នះ Naga World 3-0ប្រិមត្តទស្សនិកជនទីមត្រីអរគុណសម្រាប់ការតាមដានទស្សនាហើយសូមខន្តីវិទូរកកំហុសឆ្គងនៃការឡើងកំឡុងអត្ថាធិប្បាយពេលនេះខ្ញុំបាននៅក្រុមការងារសូមអរគុណសូមជម្រាបលាជួបគ្នាសប្តាហ៍ក្រោយ